អ្នកទាំងអស់គ្នានឹងជាដំណើរកំសាន្តទៅកាន់កោះត្រល់ដំបូងយើងជិះឧបរទៅជាកប៉ាល់ទៅកោះត្រល់បន្ទាប់មកយើងបានទៅទស្សនានៅវត្តមួយដែលមានរូបព្រះនៅខាងក្នុងនោះដែរហើយនិយាយទៅនៅលើជម្រាលភ្នំនៅលើកោះត្រល់នឹងឯងបន្ទាប់មកយើងទៅជិះខ្សែកាបឆ្លងសមុទ្រនិយាយទៅគឺខ្សែកាបនឹងស្អាតមែនទែនហើយយើងឆ្លងកោះជាច្រើនមើលឃើញរលកសមុទ្រយ៉ាងស្រស់ស្អាតផងដែរនិយាយទៅគឺប្លែកភ្នែកមែនទែនយើងធ្លាប់ឃើញនៅក្នុងរូបអញ្ចឹងដល់ពេលយើងមកមើលពីលើហ្នឹងគឺស្រស់ស្អាតប្លែកភ្នែកជាងយើងជិះកន្ត្រកធម្មតាហើយយើងអាចឃើញនៅខាងក្រោមនៅតាមឆ្នេរសមុទ្រហើយកន្ត្រកខ្សែកាបនេះគឺខ្ពស់មែនទែនហើយប្រវែងវែងជាងគេលើពិភពលោកដែលជាកន្ត្រកខ្សែកាបឆ្លងសមុទ្រហើយយើងមកមើលផែនទីនៅលើកោះត្រល់ហ្នឹងយើងអាចឃើញហើយបន្តមកទៀតយើងទៅទស្សនានៅលើកោះម្នាស់តែនេះគឺជាប៉មភ្នែកអន្ត្រីដែលយើងអាចមើលនៅពីលើហ្នឹងហើយយើងបានជិះទៅដែរជិះមើលជុំវិញនឹងដើម្បីមើលទេសភាពនៅលើកោះម្នាស់នឹងផ្ទាល់គេថាស្រស់ស្អាតមានកន្លែងលេងទឹកភាគច្រើនហើយយើងជិះ roller coaster ដែរគេនោះហើយគេកំពុងសាងសង់អគារថ្មីថែមរហូតហើយបន្ទាប់មកយើងត្រឡប់មកវិញថ្ងៃលិចល្មមហើយយើងឃើញថានៅទីនោះគឺស្រស់ស្អាតហើយបន្តមកទៀតពួកយើងបានបន្តដើរលេងនៅពេលរសៀលទៅលេងស្ពានគូស្នេហ៍តែអត់បានទៅទេដោយសារឆ្ងាយពេកយើងបានមើលតែពីចម្ងាយហើយបន្តមកទៀតគឺយើងទៅលេងនៅប្រទេសអ៊ីតាលីម្ដងនេះគឺម្ដងប្រទេសអ៊ីតាលីដែលមានសួននិងជាមួយនឹងផ្ទះឫស្សីនេះផ្ទះឫស្សីហ្នឹងគេយកឫស្សីមកធ្វើជាផ្ទះតែម្ដងហើយនឹងទៅលេងសួនច្បារដែលមានការតុបតែងជាច្រើនផងដែរហើយបន្តមកទៀតយើងបានជិះទៅលេងភូមិអ៊ីតាលីហ្នឹងគឺមានផ្ទះចម្រុះពណ៌ជាច្រើនគេធ្វើដូចនៅប្រទេសអ៊ីតាលីអញ្ចឹងណាមានពណ៌មានអីអញ្ចឹងទៅហើយបន្តមកទៀតគឺយើងបានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រតែដោយសារយើងទៅខែវស្សាឥឡូវវាអាចមានរាងភ្លៀងខ្លះហើយតាមផ្លូវហ្នឹងគឺភ្លៀងរហូតស្រេចអញ្ចឹងណាយើងជិះជួលដូចជាជួលកង់3គេជិះអាហ្នឹងរម៉កហើយជិះ6នាក់ដើម្បីទៅទស្សនានៅជុំវិញភូមិអ៊ីតាលីហ្នឹងហើយយើងអាចទៅដល់នឹងឆ្នេរសមុទ្រនិយាយទៅឆ្នេរសមុទ្រហ្នឹងគឺធំហើយយើងអាចមើលឃើញដល់ស្រុកខ្មែរតែម្ដងមើលឃើញភ្នំបូកគោអញ្ចឹងនៅនិយាយទៅនៅគៀកខាងយើងមែនតើសោកស្ដាយដែរដែលយើងបានបាត់បង់កាលពីចំនួនមុនប៉ុន្តែគឺយើងអាចមើលឃើញជាទៅនៅច្រៅខាងនេះគឺយើងមើលឃើញហើយខ្ញុំបានទៅជាមួយប៉ាម៉ាក់ខ្ញុំទាំង3នាក់ទៅលេងជុំគ្នាអញ្ចឹងណាហើយមើលទឹកសមុទ្រគឺស្រស់ស្រាយមែនតើទឹកសមុទ្រក៏ហូរបោកមកច្រាំងអញ្ចឹងណាហើយពេលយើងមកវិញយើងឡើងលើស្ពានអ៊ីតាលីហ្នឹងតែម្ដងស្ពានហ្នឹងនិយាយទៅគឺស្អាតម្យ៉ាងហើយពេលហ្នឹងក៏ភ្លៀងទៀតដែរហើយយើងមើលគេធ្វើផ្ទះដូចនៅប៉ែកខាងអឺរ៉ុបជិះទូកលេងអញ្ចឹងណាតែបានជិះទេហើយបន្តមកទៀតយើងទៅលេងនៅ Win Wonder ដែលជាសួនកំសាន្តគេនេះគឺជាថ្ងៃបន្ទាប់ហើយតាមខ្ញុំចាំគឺថ្ងៃបន្ទាប់យើងទៅលេងកន្លែងកំសាន្តមានជិះ roller coaster យើងមើលជិះកន្ត្រកហោះហើយយើងទៅអានេះគឺទៅលេងនៅកន្លែងរូបអណ្ដើកហ្នឹងគឺមានសូរសម្ដែងនាងមច្ឆាជានាងមច្ឆាគឺនៅខាងក្នុងហ្នឹងហើយក្រៅពីនាងមច្ឆាហ្នឹងក្នុងហ្នឹងក៏យើងមានបង្ហាញជាត្រីជាការបង្ហាញសត្វត្រីធំជាច្រើនប៉ុន្តែក្នុងវីដេអូមុនបានមានវីដេអូនេះគឺកាត់បាត់ហើយវីដេអូនេះយើងមើលទៅការបង្ហាញសូរជាត្រីមច្ឆាមានទាំងស្រីមានទាំងប្រុសស្រីស្អាតប្រុសស្អាតអីចឹងទៅណា
គឺធ្វើការរាំនៅក្នុងទឹកហ្នឹងតាមចង្វាក់ភ្លេងក៏ដូចជាមានសត្វត្រីហែហោមជាច្រើននិយាយទៅគឺអ្នកទស្សនាច្រើនមែនតើយើងសឹងតែគ្មានកន្លែងអង្គុយនិយាយទៅអានេះadmin ថតពីចម្ងាយទេហើយយើងថតបានប៉ុណ្ណឹងតែពិតមានច្រើនទៅនឹងប៉ុន្តែដោយសារវាវែងពេកអញ្ចឹងហើយក៏បានកាត់ចេញខ្លះនិយាយទៅនៅសួនហ្នឹងគឺត្រីធំច្រើនហើយយើងអាចមើលពីក្នុងនោះក៏បានដែរនោះអាចឃើញសម្ោកឃើញថាយើងអាចមើលឃើញពីក្នុងក៏បានហើយបន្តមកទៀតយើងទៅជាកត្រកហ្នឹងក៏ខ្ពស់ដែរប៉ុន្តែកត្រកហ្នឹងគឺវាធ្វើដំណើរយឺតមួយអញ្ចឹងហើយយើងអត់សូវជាភ័យខ្លាចទេប៉ុន្តែបើយើងទៅជិះ roller coaster ហ្នឹងគឺដឹងតែភ័យខ្លាំងហ្មងប៉ុន្តែអត់បានជិះទេដោយសារជិះលើកមុននៅកោះម្ដងហើយគឺខ្លាចហើយហ្នឹងហើយគឺឡើងទៅ3នាក់ហើយមានជនជាតិវៀតណាមម្នាក់ដែរនៅក្នុងហ្នឹងហើយបន្ទាប់ពីលេងហើយគឺយើងទៅផ្សាររាត្រីទៅសារលេងអត់អស់ទេគឺម៉ោងយើងខើចហើយទៅលេងដើមដងទេមុនពេលដែលយើងធ្វើដំណើរត្រឡប់មកផ្ទះវិញទៅរកភ្លៀងទៀតទាំងទៅទាំងមកហ្នឹងគឺរកតែភ្លៀងហើយមុននឹងទៅផ្ទះគឺយើងបានទៅមើលកន្លែងបួងសួងពួកគេគឺមានទីសក្ការៈដូចជាព្រះនាងគង់សៀមឬក៏មិនទេមានភ្លេចបាត់ហើយហើយបន្ទាប់មកបានយើងជិះរៀបចំជិះកប៉ាល់ត្រឡប់មកវិញជិះទៅដំណើរទស្សនាទៅហ្នឹងគឺ2ថ្ងៃហើយយើងបានត្រឡប់មកវិញជិះឡានមកវិញអញ្ចឹងវីដេអូហ្នឹងគឺមានតែត្រឹមប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនា